បងក៏ត្រូវទៅរកអូនល្មមតោះពេលយើងទៅផ្ទះវិញទៅអើយសិនជីវ៉ៃមិនបាច់ជំនាញវាយខ្ញុំអញ្ចឹងមិនវាឯងឲ្យវាណាទេបែកគ្នាហើយនៅឲ្យអូនសម្លាញ់ទៀតទេឯងនេះពិតជាលួចខ្លាំងនេះថាម៉េចបែកគ្នាហើយហ៎មិនសុនចៅនិយាយអ៊ូតវិញក្អាងខ្លាំងណាស់មិនស្មានថាត្រូវគេទាត់ចោលអញ្ចឹងទាត់តែសោះហើយយ៉ាអាយ៉ាស្មានមិនដល់ពិតមែនលេងទុកមកឲ្យបងផងទៅបានទេទុកមកឲ្យឯងស្មានតែធ្វើបាក់ខ្លួនឯងជាលើកទី2ហើយសិនសើវៃពួកយើងចាប់គ្នាហើយនេះបានហើយស៊ូលេងអីយប់នេះអូនមិនមែនមកតាមបងត្រូវជាមួយគ្នាវិញទេបងប្រហែលជាលើកលែងជួយអូនហើយកុំធ្វើរឹកធំដាក់បងខ្លាំងពេកណាអ្នកណាថាខ្ញុំមកតាមរកឯងនោះបើអូនមិនតាមរកបងទេចុះអូនតាមរកនរណានាងមករកខ្ញុំតានាងមករកខ្ញុំតាចាំយីលីមិនក៏គេត្រឡប់មកអញ្ចឹងឬប៉ារបស់សិនចៅថាធ្វើក្រុមហ៊ុនចិត្តខ្សែធនហើយលោកតាទើបតែហៅចាំយីលីឲ្យត្រឡប់មកស្រោចស្រង់ឡើងវិញសមត្ថភាពគេពិតជាខ្លាំងមែនណោះនាងតាមរកលពូមែនទេរឿងនេះមិនអាចទៅរួចទៅមិនក៏ថាមិនឯងលពូគេតាមរករឿងខ្ញុំមករហូតសុំខ្ចីខ្លួនលពូប្រានតិចនេះឯងថាគ្មានអ្នកណាត្រឹមនឹងការតោរបស់ខ្ញុំបានមែនទេអញខុសហើយនាងលពូដណ្ដើមសង្សាររបស់ខ្ញុំមែនទេលពូចុះស្ទើរធររបស់លពូនៅឯណាទៅលពូជាចាស់ទុំរបស់ខ្ញុំណាចំណែកនេះគឺជាសង្សារក្មួយលពូជាងយីលីលោកហ៊ានហៅឈ្មោះយើងចង់បែបនេះផងមែនទេនេះជាការប្រដាស់របស់តកូលសិនហើយមែនទេសង្សារខ្ញុំខ្លាចជាឈ្មីងខ្លាចខ្ញុំលពូចង់ខ្ញុំស្ងប់អារម្មណ៍ហ៎កុំអាលហើយលឿនពេកនេះគាត់ណាមិនតាន់យកព្រមនឹងខ្ញុំផងអញ្ចឹងខ្ញុំត្រូវអរគុណនាងដែលទុកឱកាសទំនេរឲ្យខ្ញុំបែបនេះនោះហ៎សិនចៃចាប់ពីពេលនេះតទេពួកយើងគឺសត្វអ្នកណាក្បាលអ្នកនោះហើយស៊ូលីងអីលោកពូខ្ញុំតាំងពីទៅដល់ធំមិនដែលខ្វល់ខ្វាយពីនរណានោះឡើយគាត់ជាមនុស្សឈាមតិចម្នាក់គាត់ច្បាស់ជាមិនអាចទ្រាំនឹងការតោងស្អិតរបស់នាងបាននោះទេមិនយូរមិនឆាប់ទេនាងគង់តែត្រឡប់មករកខ្ញុំវិញខ្ញុំមិនត្រឡប់ទៅរកឯងជាដាច់ខាតតោះទៅបែកគ្នាពិតមែនណានេះពិតជារឿងភាគនៅក្នុងគ្រួសារប្រជាជនពិតមែនហើយមនុស្សប្រុសក្នុងតកូលសិនតាមស្រីតែម្នាក់ចេញអស់ទៅចេញទៅអុយរ៉ៃយោអាឡូលោកតាពេលនេះលោកពូបានឆក់យកសង្សាររបស់ខ្ញុំបាត់ទៅហើយដើរចូលខុំបន្ទប់បាត់ទៅហើយសំតាផាងខ្ញុំអត់បានមើលលេខបន្ទប់ឲ្យច្បាស់ក៏ប៉ុន្តែបានបដិសេធចំពោះមុខគេនោះពិតជាមានអារម្មណ៍ថាលយណាស់ថ្ងៃនេះជំងឺខ្លាចឯកករបស់នេះមករើឡើងវិញទេមែនទេថ្ងៃនេះខ្ញុំនៅផ្ទះតាមបងប្រាប់ខ្ញុំពេញមួយថ្ងៃមានអារម្មណ៍ថាធូរស្រាលច្រើនរេមួយលពូចង់ឲ្យខ្ញុំតាំងលពូតាមមែនដែរទេមែនខ្ញុំកាប់តែខ្ញុំខ្លាចថាបើខ្ញុំចាប់តាំងលពូខ្លាំងពេកលពូនឹងត្រាំមិនបានខ្ញុំអាចទ្រាំបានខ្ញុំអាចទ្រាំបានណាអញ្ចឹងថ្ងៃស្អែកខ្ញុំទៅតាំងលពូទៀតហើយនេះណាមួយយកអាចធំទៅសងលពូទៀតចាំខ្ញុំជួននាងត្រឡប់ទៅផ្ទះមុនថ្ងៃស្អែកពួកយើងជួបគ្នានៅភូមិគាតកូនលពូច្រើនហើយលើថាឯងដដាបសង្សាររបស់ក្មួយឯងបែបទេយេលីទៅយ៉ាងណាក៏ដោយឯងក៏ជាចាស់ទុំម្នាក់ដែរណាមិនក៏ឯងធ្វើរឿងបែបនេះកើតស៊ូលីងអ៊ីនេះមានជំងឺខ្លាចឯកាណាចូលចិត្តតោងសិនសវ័យរបស់យើងរហូតលោកធ្វើបែបនេះបំបាក់ស្នេហារបស់ពួកគេវាហាក់ដូចជាមិនសូវល្អទេដឹងលីងអ៊ីចង់រស់នៅជាមួយនរណាជាការសម្រេចចិត្តរបស់គេទេ
ឯងនឹងស្លាប់ហើយមែនទេដឹងជុំមិនឲ្យមកឯងមកកាត់ឯងមកនោះឡើយ